តោះឥឡូវយើងងាកមកចាប់អារម្មណ៍នៅហេតុការណ៍រឿងរ៉ាវនគរឲ្យព្រឹកព្រួយជាបន្តទៀតចឹងនៅក្នុងคลิปវីដេអូនេះគឺផ្តិតចេញអំពីកាមេរ៉ាសុវត្ថិភាពនៃជ្រុងផ្លូវមួយកន្លែងដែលអ្វីដែលបងប្អូនយើងបានឃើញហើយនៅសញ្ញាព្រួយពណ៌ក្រហមដែលបានអក្សរបញ្ជាក់ក៏ដូចជាការបញ្ចាំងនៅហេតុការណ៍ដែលកាមេរ៉ាសុវត្ថិភាពបានក្តោបជាប់នៅរឿងរ៉ាវដ៏គួរឲ្យចម្លែកមួយអញ្ចឹងណាប្រិមិត្តគឺមានស្ត្រីម្នាក់ហ្នឹងគឺដើរកាត់ឆ្លងផ្លូវនៅក្នុងអពេលរាត្រីហើយមេឃកំពុងតែបង្អោននៅព្រះអភិរុនគឺភ្លៀងណាកាមេរ៉ាក៏បានក្តោបគឺមានស្ត្រីម្នាក់ដើរមកសមោព្រាវក៏បានបាត់តែម្ដង Oh my god វ៉ាវពិតជាស្រស់មែនទែនប្រិមិត្តចំណែកក្នុងវគ្គទី2នេះវិញម្ដងអញ្ចឹងគឺហេតុការណ៍នេះគឺផ្តិតចេញអំពីទីតាំងនៃមន្ទីរពេទ្យមួយកន្លែងអញ្ចឹងណាប្រិមិត្តនៅក្នុងហេតុការណ៍នេះគឺបុគ្គលិកឬគេថាពេទ្យគ្នាគាត់ណាតែលក្ខណៈយាមនៅពេលរាត្រីពេលយប់ហើយយុវជននៅកាន់តែជ្រៅទៅហើយគឺគាត់អង្គុយលេងជាមួយគ្នាថតសកម្មភាពលេងជាមួយគ្នាណាប្រាជ្ញលេងចឹងទៅហើយគាត់ក៏បានផ្តិតជាប់នៅរឿងរ៉ាវដ៏ចម្លែកមួយគឺមាននៅមនុស្សម្នាក់រឿងសប្រិមិត្តដើរកាត់ហើយមួយសន្ទុះក្រោយមកក៏ស្រាប់តែគេអត់តេះសម្រាប់យើងរុញអ្នកជំងឺណាដាក់អ្នកជំងឺដេកគឺមកស៊ឺនឹងតែម្ដងចឹងណាប្រិមិត្តវាពិតជារឿងមួយដែលគួរឲ្យព្រឺព្រួយមែនតែនហើយពេលដែលពួកគាត់បានឃើញនៅហេតុការណ៍រឿងរ៉ាវដ៏ចម្លែកចឹងហើយម្នាក់ហ្នឹងគឺមានអារម្មណ៍មួយថារឿងព្រឺព្រួយដែរដោយសារតែឃើញនៅសភាពក៏ដូចជាហេតុការណ៍ស្រស់នៅក្នុងភ្នែកអញ្ចឹងអ្នកណាដែលថាមិនខ្លាចប្រិមិត្តសូម្បីតែ admin ហើយបងប្អូនយើងមួយចំនួនក៏មានអារម្មណ៍មួយថាភ័យខ្លាចដែរដោយសារនៅក្នុងមន្ទីរពេទ្យផងប្រិមិត្តយើងគិតយ៉ាងម៉េច Oh my god តោះឥឡូវយើងងាកមកមើលនៅរឿងរ៉ាវដ៏ចម្លែកមួយដែលម្ចាស់ផ្ទះគាត់បានធ្វើការចែករំលែកនៅคลิปវីដេអូក៏ដូចជារឿងរ៉ាវដែលគាត់បានជួបផ្ទាល់នៅក្នុងផ្ទះរបស់គាត់នឹងតែម្ដងប្រិមិត្តដូចអ្វីដែលបងប្អូនយើងបានឃើញហើយគាត់កំពុងតែដេកចុចកុំព្យូទ័រសុកនោះក៏ស្រាប់តែសម្ភារៈនៅផ្ទះរបស់គាត់នោះគឺធ្លាក់ដោយគ្មានមូលហេតុតែម្ដងហើយជាពិសេសនោះគឺតុនោះក៏មានលក្ខណៈបែបចលនាបើយើងនិយាយឲ្យខ្លីមកគឺថាសភាពវាហាក់បីដូចជាលក្ខណៈយើងនិយាយឲ្យខ្លីមិនទេតាខ្មោចដងណាមើលទៅគឺស្រ័យនឹងតែម្ដងប្រិមិត្តហើយបងប្អូនដែលធ្លាប់ឲ្យជួបដោយគាត់គឺយល់នៅអារម្មណ៍មួយហ្នឹងអញ្ចឹងណាហើយអ្នកដែលមិនទាន់ធ្លាប់ជួបទេព្យាយាមបងបានសម្រាប់ជួបគាត់អញ្ចឹងណា Oh my god វ៉ាវស្រស់មែនទេប្រិមិត្តឥឡូវយើងងាកមកតាមដានទស្សនាវគ្គថ្មីបន្តទៀតអញ្ចឹងនៅក្នុងវគ្គនេះគឺអ៊ំប្រុសម្នាក់គាត់បានរៀបរាប់ក៏ដូចជាហេតុការណ៍រឿងរ៉ាវដ៏ចម្លែកមួយនៅក្នុងផ្ទះនេះខ្ញុំក៏មិនដឹងថាជាផ្ទះរបស់គាត់ឬក៏យ៉ាងម៉េចទេប្រិមិត្តប៉ុន្តែសភាពនៃคลิปវីដេអូដែលគាត់ចង់សរបញ្ជាក់ឲ្យបងប្អូនយើងបានទស្សនានេះមានន័យថាគាត់ចង់និយាយរឿងរ៉ាវដែលគាត់បានជួបផ្ទាល់នៅក្នុងផ្ទះនឹងតែម្ដងហើយជួបផ្ទាល់យ៉ាងម៉េចឥឡូវយើងទៅតាមដានទស្សនាជាមួយ admin ទាំងអស់គ្នាថាតើគាត់បានជួបរឿងរ៉ាវអ្វីនៅក្នុងផ្ទះរបស់គាត់តែម្ដងឥឡូវគឺគាត់ធ្វើដំណើរឡើងទៅជាន់ខាងលើប្រិមិត្តអញ្ចឹងណាជាន់ខាងលើនេះយើងក៏អត់ទាន់ដឹងថានឹងមានអ្វីដែរពេលដែលគាត់មកដល់ហើយក៏ស្រាប់តែបើកទ្វារចូលក្រាក់ទៅក៏ស្រាប់តែឃើញនៅរឿងដ៏ចម្លែកដើម្បីដែលបងប្អូនយើងបានឃើញមុននឹងបន្តិចហើយគឺមានមនុស្សម្នាក់នោះគឺថាខ្មៅព្រិចស្គល់ឡើងតែម្ដងគឺនៅលើក្រែនឹងតែម្ដងហើយធ្វើឲ្យគាត់នឹងគឺភ័យស្លន់នោះគឺរត់ចេញពីបន្ទប់នឹងតឡើងតែម្ដងហើយក្រោយមកទៀតពេលដែលគាត់បានចូលទៅបន្ទប់នៅម្ដងទៀតក៏ស្រាប់តែអត់ឃើញនៅមនុស្សខ្មៅនឹងទេប្រិមិត្តបន្ទប់ធម្មតាចឹងវាពិតជារឿងមួយដែលគួរឲ្យព្រឺព្រួយមែនតែប្រិមិត្តធម្មតាគឺផ្ទះឬក៏បន្ទប់ដែលយើងមិនសូវបានខ្វល់ខ្វាយភាគច្រើនគឺជាចម្រោកឬក៏កន្លែងដែលពួកអមនុស្សនោះវាស្នាក់អាស្រ័យនៅដែរអញ្ចឹងបានថាបន្ទប់ខ្លះយើងមិនទុកចោលយូរពេកអាសាចូលទៅគេអាសាចូលទៅមើលនេះនោះណាដើម្បីកុំឲ្យពួកវានឹងគឺបានឱកាសឬក្តោបឱកាសចូលនៅបានអញ្ចឹងណាអូម៉ៃកតពិតជារឿងមួយដែលគួរព្រឺព្រួយមែនតែប្រិមិត្តសម្រាប់អូខេតោះឥឡូវយើងមកកាន់វគ្គបញ្ចប់នឹងតែម្ដង
ចឹងនៅក្នុងคลิปនេះក៏ជារឿងមួយដែលគួរឲ្យព្រឺព្រួយញ៉ាំផងដែរសម្រាប់ស្ត្រីជនជាតិកូរ៉េបន្តិចជប៉ុនបន្តិចក៏ជឿអត់ដឹងដែរគឺគាត់មានភាពក្លាហានមែនទែនប្រិមិត្តឥឡូវនេះគឺគាត់បានមកកាន់នៅទីតាំងនៅយើងនិយាយទៅលក្ខណៈដូចអាគារឬក៏ថាសាលារៀនឬក៏ផ្ទះដែលគេបានបោះបង់ចោលណាមានលក្ខណៈសភាពហ្នឹងគឺមើលទៅគឺថាគួរឲ្យខ្លាចហ្នឹងមែនទែនទោះបីជាយ៉ាងណាក៏ដោយក៏គាត់នៅតែព្យាយាមចូលទៅនៅក្នុងផ្ទះឬក៏បន្ទប់ផ្ទះល្វែងនៅលក្ខណៈដូចបន្ទប់ជួរណាមានតង់អញ្ចឹងទៅហើយពេលដែលគាត់ចាប់ផ្ដើមមកចូលមកដល់នៅក្នុងកន្លែងហ្នឹងគឺមានសភាពគឺថារៀងព្រឺខ្ញាក់មានសម្លេងមានរឿងរ៉ាវដ៏ចម្លែកហ្នឹងគឺបានកើតឡើងជាបន្តប៉ុន្តែគាត់មិនមានអារម្មណ៍មួយថាភ័យតក់ស្លុតរន្ធត់ព្រឺព្រួយយ៉ាងណានោះទេគឺគាត់ទៅតែព្យាយាមយកនៅហេតុការណ៍ក៏ដោយតថភាពដែលគាត់បានជួបនៅទីតាំងនឹងផ្ទាល់តែម្ដងមួយស្ទុះក្រោយមកក៏ស្រាប់តែវាមនុស្សម្នាក់នៅបង្ហាញខ្លួននៅមុខគាត់ផ្ទាល់តែម្ដងហើយគាត់ព្យាយាមថតមួយស្ទុះក្រោយមកមនុស្សនោះក៏បានបាត់ដោយខ្លួនឯងនៅតែម្ដងនេះប្រិមិត្តយើងមើលទៅខ្មៅព្រិចតែម្ដងក្រោយមកក៏បានបាត់អំពីទីតាំងនៅផ្ទាល់តែម្ដងអូ my god មើលទៅគឺថាគួរឲ្យព្រឺខ្វាលមែនទេប្រិមិត្តចេញមកលក្ខណៈបែបស្រស់នៅនឹងភ្នែករបស់គាត់ហើយបើយើងនិយាយឲ្យខ្លីទៅអ្នកណាដែលថាมันខ្លាចអ្នកណាដែលថាมันភ័យបើចេញមកបែបលក្ខណៈស្រស់ពេកតោះឥឡូវយើងងាកមកតាមដានទស្សនាវគ្គថ្មីជាបន្តទៀតចឹងនៅក្នុងคลิปវីដេអូនេះគឺធីមការងាររបស់គាត់មួយក្រុមបានចូលមកដល់ទីតាំងនៃផ្ទះចាស់បាក់បែកមួយកន្លែងហើយយើងក៏មិនទាន់ដឹងថាទីតាំងនៃផ្ទះចាស់បាក់បែកនេះគឺមានលក្ខណៈរឿងរ៉ាវដ៏ចម្លែកយ៉ាងណានោះប្រិមិត្តយើងនឹងបានទស្សនានៅពេលតែយើងផ្ទាល់តែម្ដងអូខេតោះឥឡូវនេះគឺក្រុមការងាររបស់គាត់នឹងក៏បានចូលមកក្នុងបរិវេណនៃខាងក្នុងផ្ទះនឹងហើយឥឡូវនេះគឺគាត់កំពុងតែយកសាំងយើងមើលទៅលក្ខណៈដូចសាំងណាយកមកចាក់យ៉ាងម៉េចក៏យើងអត់ដឹងដែរដុតនៅចំការ៉ាផ្ទះនឹងផ្ទាល់តែម្ដងហើយពេលដែលគាត់កំពុងតែដុតនៅក្នុងផ្ទះនឹងសក់ក៏ស្រាប់តែមានរឿងរ៉ាវដ៏ចម្លែកមួយបានកើតឡើងចំពោះគាត់នៅផ្ទាល់តែម្ដងប្រិមិត្តឥឡូវបងប្អូនយើងកលេចមើលនៅជញ្ជាំងចឹងណាគឺមានដៃអ្វីមួយយ៉ាងហ្នឹងគឺថាលូកពីក្រៅមកនៅផ្ទាល់តែម្ដងប្រិមិត្តមើលទៅគឺគួរឲ្យព្រឺខ្វាលមែនទែនអានេះគឺកាមេរ៉ារបស់គាត់ហ្នឹងគឺថតបានជាប់ដោយចៃដន្យបែបស្រស់នៅតែម្ដងអូ my god វ៉ាវប្រិមិត្តមើលទៅគឺថាគួរឲ្យព្រឺព្រួយមែនទែនឥឡូវយើងងាកមកមើលនៅហេតុការណ៍បន្តទៀតអញ្ចឹងនៅក្នុងវគ្គនេះក៏មិនខុសប្លែកអំពីវគ្គទី1ដែរគ្រាន់តែថាមួយនៅក្នុងផ្ទះមួយទៀតនៅក្នុងព្រៃឥឡូវនេះគឺថាគ្នាគាត់មួយក្រុមបានចូលមកដល់ក្នុងព្រៃក៏ស្រាប់តែបានជួបនៅរឿងរ៉ាវដ៏ចម្លែកប្លែកមែនទែនប្រិមិត្តគឺគាត់បានដើរចូលទៅព្រៃកាន់តែជ្រៅទៅក៏ស្រាប់តែគាត់បានកវិសនៃកាមេរ៉ាក៏ស្រាប់តែបានជួបនៅមនុស្សដ៏ចម្លែកមួយនៅតែម្ដងប្រិមិត្តនៅគល់ឈើនោះគឺថាអើតក៏សម្ដៅមកពួកគាត់ផ្ទាល់នៅតែម្ដងហើយធ្វើឲ្យគាត់នោះគឺភ័យមែនតើក៏រត់ទៅនេះបន្តិចរត់ទៅនោះបន្តិចអញ្ចឹងណាព្រោះលក្ខណៈមើលមកវាស្រស់ហើយស្ដាយនៅតែម្ដងវាពិតជារឿងមួយដ៏ចម្លែកមែនតើហើយពេលដែលគាត់រត់ទៅទៀតក៏ស្រាប់តែបានជួបនៅមនុស្សនឹងទេប្រិមិត្តហើយបើសិនថាបងប្អូនវិញគិតយ៉ាងម៉េចនៅរឿងរ៉ាវដ៏ចម្លែកដោយគាត់នឹងផ្ទាល់ណាចាំងក៏ស្រាប់តែបាក់នៅតែម្ដងគឺលេចរូបរាងនៅខាងក្រោយគាត់នឹងផ្ទាល់នៅតែម្ដងធ្វើឲ្យគាត់នឹងក៏កាន់តែភ័យស្លន់ស្លោនៅតែម្ដងគឺអាក្បាច់ម៉ែចែកឲ្យនោះគឺរត់ចាក់ចេញអំពីក្នុងព្រៃទាំងជប់នឹងផ្ទាល់នៅតែម្ដងចាំបានថារឿងដំណើរដើរជ្រៀតជ្រកណាតាមព្រៃតាមដប់យប់ឡើងនោះគឺថាមិនសូវជាល្អប្រហែលដែរប្រិមិត្តដូចគាត់នឹងផ្ទាល់នៅតែម្ដងអូ my god វ៉ាវអូខេតោះឥឡូវយើងងាកមកមើលនៅហេតុការណ៍រឿងរ៉ាវបន្តមួយទៀតចឹងនៅក្នុងវគ្គនេះក៏ជារឿងមួយដែលគួរឲ្យព្រួយផងដែរសម្រាប់ស្ត្រីម្នាក់អញ្ចឹងណាព្រោះរឿងរ៉ាវបានកើតឡើងជាបន្តបន្ទាប់នៅក្នុងបន្ទប់របស់គាត់ហើយពេលនោះសោតគាត់ក៏ស្រាប់តែបានដាក់កាមេរ៉ានៅក្នុងបន្ទប់របស់គាត់ទៅហើយគាត់កំពុងតែលងលក់នៅក្នុងទំនេរ
សក់នោះក៏ស្រាប់តែមួយសន្ទុះក្រោយមកហ្នឹងក៏ស្រាប់តែមានសម្ោអ្វីមួយយ៉ាងនេះប្រិមិត្តអើតនៅពីលើក្បាលរបស់គាត់នឹងផ្ទាល់ឡើងតែម្ដងគឺចេញមកយ៉ាងស្ដែកស្ដែកនេះតែម្ដងតោះឥឡូវយើងមើលទាំងអស់គ្នាហើយដោយការពិចារណាតាមអាការគួរទៅប្រិមិត្តនោះបងប្អូនមានឃើញអ្វីនៅកន្លែងកញ្ចក់វាំងននរបស់គាត់នៅខាងលើក្បាលទំនេររបស់គាត់ណាហើយទូក្រោយមកក៏ស្រាប់តែសម្ោហ្នឹងលក្ខណៈដូចយើងដើរចូលពីមិនន័យថាចេញពីកញ្ចក់ខាងក្រោយនោះគឺចូលមកក្នុងបន្ទប់គាត់នឹងផ្ទាល់តែម្ដងហើយคลิปនេះខ្ញុំក៏មិនដឹងថាវាយ៉ាងម៉េចទៅជាយ៉ាងម៉ាដែរឬក៏សម្ោចាំងមកពីក្រៅយ៉ាងម៉េចក៏យើងអត់ដឹងដែរប៉ុន្តែមើលទៅលក្ខណៈចូលមកអើតមើលស្ត្រីម្នាក់ដែលគាត់កំពុងតែគេងហ្នឹងណាហើយក៏បានបាត់ទៅវិញតែម្ដងឥឡូវបងប្អូនយើងគិតយ៉ាងម៉េចនៅក្នុងคลิปវីដេអូមួយហ្នឹងថាវាជាការចាំងសម្ោមកយ៉ាងម៉េចឬក៏យ៉ាងម៉ាអញ្ចឹងណា Oh my god តោះឥឡូវយើងមកមើលរឿងរ៉ាវដ៏ចម្លែកមួយទៀតប្រិមិត្តអញ្ចឹងនៅក្នុងវគ្គនេះក៏មិនខុសខ្លាចអំពីវគ្គមុនដែរឥឡូវនេះយើងមកតាមដានទស្សនានៃបរិះមួយក្រុមគឺគាត់កំពុងតែប្រគំលេងនៅហ្គីតាសក់ណាតែមានរឿងរ៉ាវអ្វីកើតឡើងតោះឥឡូវយើងទៅមើលទាំងអស់គ្នាប្រិមិត្ត Por la chucha, weón. Gato, tenés la media Xbox. ¡La peluda! Conchetumare, ¿qué, weón? ¡Gato, weón! ¡Gato! ¡Conchetumare! ¡Gato, weón! ¡Gato, weón! ¡Gato, weón! ¡Weón, conchetumare, weón! ¡Salió una sombra, weón! ¡Weón, salió una sombra, weón! ¡Weón, en serio, weón! ¡Conchetumare! No, estoy cagando, ¿no? No, weón, en serio. Ok ដល់អ្វីដែលបងប្អូនយើងបានឃើញហើយអញ្ចឹងណាមានន័យថាបរិះម្នាក់គាត់នៅលេងហ្គីតាម្នាក់ទៀតអ្នកថតពេលដែលបរិះម្នាក់នៅលេងហ្គីតានោះគាត់ទៅបាត់ទៅក៏ស្រាប់តែមួយសន្ទុះក្រោយមកក៏មានសម្ោអ្វីមួយយ៉ាងនេះប្រិមិត្តគឺដើរមកពីក្រោយនឹងតែម្ដងឲ្យធ្វើឲ្យអ្នកដែលបានថតជាប់នៅសម្ោខ្មៅព្រិចហ្នឹងគឺថាគាត់ភ័យស្រន់ស្លោទៅមែនទែនហើយឡើងពេញផ្ទះនឹងតែម្ដងប្រិមិត្ត Oh my god វ៉ាវប្រិមិត្តវ៉ាវ តោះឥឡូវយើងមកកាន់វគ្គបញ្ចប់នឹងផ្ទាល់នឹងតែម្ដងចឹងនៅក្នុងคลิปនៃវីដេអូនេះគឺយើងក៏មិនទាន់ដឹងថាជាប្រភេទអ្វីដែរប្រិមិត្តមិនតែអ្វីដែលសំខាន់ជានោះទៅទៀតហ្នឹងគឺគាត់បានចូលទៅក្នុងព្រៃជ្រៅមួយកន្លែងហើយយកយន្តកាន់តែជ្រៅទៅហើយជាមួយនឹងធីមការងាររបស់គាត់នោះក៏ស្រាប់តែបានជួបនៅមនុស្សដ៏ចម្លែកមួយនៅតែម្ដងប្រិមិត្តគឺថាខ្លួនប្រាណរបស់គាត់នោះវាហាក់បីដូចសឹងតែជាឈាមណាតែណាដូចយើងជិនត្រីអញ្ចឹងណាក្រហមឆ្អិលអញ្ចឹងតែម្ដងណាគឺសំដែងអាការៈរឹកពីហ្នឹងគឺថាគួរឲ្យខ្លាចតែម្ដងប្រិមិត្តនៅកន្លែងដើមឈើមួយដៃហ្នឹងគឺកន្លែងដើមឈើមួយដើមហ្នឹងគឺថាឈរសម្លឹងមើលគាត់នឹងផ្ទាល់នឹងតែម្ដងអញ្ចឹងវាពិតជារឿងមួយដែលគួរឲ្យព្រឺសម្បល់មែនតើហើយគួរឲ្យព្រឺព្រួយមែនតើសម្រាប់ក្នុងពេលរាត្រី Oh my god បាទសូមអរគុណច្រើនសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់បងប្អូនមកតាមដានទស្សនាមានការអធិប្បាយនិងការរៀបចំនៅខ្ញុំបាទនឹងផ្ទាល់ផងដែរខ្ញុំបាទក៏សូមខន្តីអភ័យទោសរាល់នៅកំហុសខុសឆ្គងពីពេចការអធិប្បាយទៅមិនត្រូវទំនងត្រង់ចំណុចណាមួយក៏សូមអធិស្ឋានហើយចុងក្រោយបងប្អូនដែលមិនទាន់បាន Subscribe សូមមេត្តា Subscribe អ្នកមួយដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតអរគុណហើយយើងចាំមកជួបគ្នានៅវគ្គក្រោយជាបន្តទៀតបាយបាយ